រឿងបាត់បញ្ជាកំណាយស្វាមីផ្ដាច់ការភាគទី11បាទនេះមានតែចាំមើល account ដែលត្រូវលេខបន្តចាំមើលអ្នកណាជាតួឯកអ្នកណាជាតួរងហើយអ្នកណាជាក្របអុកនឹកពោលឡើងដោយភាពរីករាយតែកែភ្លេរបស់គេមានសញ្ញាណទន្ទឹងរង់ចាំយ៉ាងស្ងប់ស្ងាត់តែក៏កំណាយស្មានមិនត្រូវមើលទៅពិធីមង្គលការនេះអាចនឹងមានអាសន្នធំឬអត់ណោះលេខឆាតពោលឡើងជាមួយនឹងទឹកមុខស្មើធំដែលស្មឹងស្មាតដើម្បីទស្សទាយនៅអ្វីដែលគេចង់ដឹងឯងថាតើមើលនិកតបមកវិញព្រមទាំងលើកស្រាក្រហមមកក្រេបបន្តិចជាមួយនឹងស្នាមញញឹមរីករាយអាចទេដឹងបើសត្រូវទាំង4ជួបមុខគ្នាទៅហើយនោះសត្រូវតែ3បានហើយដកខ្លួនយើងចេញទៅព្រោះពេលនេះយើងដាក់ចិត្តធ្វើជាទស្សនិកជនប្រមុខបកខ្យាដំរីបដិសេធសង្គ្រាមយ៉ាងរហ័សព្រមទាំងលើកស្លាកធ្វើជាអ្នកព្យាករហេតុការដែលអាចនឹងកាត់ឡើងដោយភាពសប្បាយល្អណាស់ដែលអ្នកប្រដកខ្លួនមិនអញ្ចឹងទេភ្ញៀវដែលមកចូលរួមអាចរត់ចាន់ជើងជន់ដៃគ្នាមិនខានទីលេឆាតស្រស់ដៃឡើងព្រមទាំងសាយលឹបភ្នែកក្រាន់ទៅនឹកដល់ព្យុះកំណាយធំទាំង3បាក់ប៉ះគ្នាហើយលាយកូនព្យុះពឹសពលរបស់អាន់តូនីអូទៀតក៏ស្រាប់តែមានអារម្មណ៍ថាស្រាវឆ្អឹងខ្នងទៅហើយប៉ក់សម្លេងទៅដៃលន់ឡើងត្រហឹងដោយភ្ញៀវទាំងអស់រួមសហការគ្នាតង់កិច្ចបាត់ដៃខ្លាំងនៅពេលដែលកែភ្នែកច្រានគូរបស់ពួកគេប្រទះឃើញរាងស្ដាងតូចដែលជាកូនក្រមុំប្រមុខនាគខ្មៅកំពុងតែត្រូវដឹកដៃឲ្យដើរនៅលើវេទិកាសម្ដៅទៅរកអារីអានដែលកំពុងតែឈរយ៉ាងហំហានក្នុងនាមជាកូនកំលោះយ៉ាងអង្អាចកែភ្នែកមមពេញដោយធម៌ពលរបស់ខាសៀប្រែមកជាញោទៅត្រើតសឹងតែបែកចេញជាទឹកភ្នែកនៅពេលដែលឃើញរាងតូចរបស់មនុស្សស្រីដែលគេស្គាល់ច្បាស់ហើយគាត់នាងទុកនៅក្នុងចិត្តកំពុងតែស្លៀកឈុតកូនក្រមុំយ៉ាងស្រស់ស្អាតដើរទៅរកកូនកំលោះដ៏ស្រស់សង្ហាដែលមិនមែនជាគេវេទិកាដ៏ធំតបតែងឡើងដោយផ្កាស្រស់ចម្រុះពណ៌រំលេចចេញនៅរូបភាពផ្អែមល្ហែមចាក់កំទេចបេះដូងរបស់ខាសៀឲ្យឈឺសសាច់ទឹកចិត្តទៅខាសៀខ្ញុំជឿថារិសាច្បាស់ជាមិនឆ្លើយយកព្រមជាមួយអាចារ្យដែលសួរនោះទេនាងច្បាស់ជាបដិសេធព្រោះនាងស្រឡាញ់លោកណាខាសៀវ៉ានីឡាព្យាយាមឲ្យកម្លាំងចិត្តដល់មិត្តសម្លាញ់ព្រោះឃើញគេចាប់ផ្ដើមបង្ហាញទឹកមុខឈឺចាប់ខ្ញុំថាវាប្រហែលជាមិនងាយបែបនោះទេអារីអានឈើឈើមិនដឹងថាបានគម្រាមអីដល់នាងខ្លះទេទៅបានជានាងប្រុសបោះជំហានចូលក្នុងពិធីរៀបការជាមួយគេបើសិនជាសភាពការមិនស្រួលខ្ញុំច្បាស់ជាប្លន់កូនកំបំមិនខានទេខាសៀតបទៅវិញដោយសម្លេងប្រកាសប្រជាព្រមទាំងស្ទាកំភ្លើងដែលលាក់ទុកក្នុងអាវធំរបស់គេនឹងប្រើវាដើម្បីនាំយកស្រីដែលគេស្រឡាញ់ឲ្យត្រឡប់មកនៅក្បែរទ្រូងរបស់គេវិញប្រាក់ខ្ញុំមកឋានៈណាដែលជាកូនចៅចំណិតនៅមានសមត្ថភាពរបស់អារីអានឈើឈិលជាអ្នកខ្លះខ្ញុំនឹងរកវិធីជួយលោកនាងចង់ធ្វើស្អីនៅកំឡោះសួរឡើងដោយទឹកមុខបារម្ភត្បិតថាវ៉ានីឡាជាមនុស្សស្រីរងមមអាចយករួចខ្លួនគ្រប់ស្ថានភាពមែនប៉ុន្តែគេក៏មិនអាចបណ្ដោយឲ្យនាងមានគ្រោះថ្នាក់ដែរការដែលគេនាំនាងមកក៏ព្រោះតែការទទួលខ្លាំងពេកម្យ៉ាងគេក៏នាំនាងមកដើម្បីជួយការពាររិសាប្រសិនបើគេត្រូវផ្ទុះសង្គ្រាមដែលការជៀសមិនរួចជាមួយអារីអានកំប្រួយអីខ្ញុំមិននាំខ្លួនឯងទៅស្លាប់ទេកន្លងមកក៏ធ្លាប់ចាត់ការពួកអ្នកលេងច្រើនណាស់ពេលមកអុកឡុកនៅហាងប៉ុណ្ណឹងវាក៏មិនស្អីដែរវ៉ានីឡាតបទៅវិញជាមួយស្នាមញញឹមស្រស់ស្រាយតែក៏មិនប្រាប់ថាចង់ធ្វើអ្វីឲ្យប្រកាសទៅធ្វើឲ្យខាសៀជ្រួញចាមប្រាប់មកវ៉ានីឡាគ្រាន់តែជាលបែងក្មេងប៉ុណ្ណោះគ្មានកំភ្លើងគ្មានដាវកបិតតែអាចទប់ទល់បានទុកចិត្តចោះកុំសានបងអីនាងគ្រាន់តែនៅស្ងៀមហើយជួយអូសដៃរិសាចេញពីទីនេះទៅបានហើយខាសៀបន្លឺឡើងដោយក្តីបារម្ភគេមិនចង់ឲ្យនាងមានគ្រោះថ្នាក់ទេព្រោះការដែលគេយកព្រមឲ្យនាងមកនាងក៏សន្យាថាមិនធ្វើអ្វីទាំងអស់តែពេលនេះនាងចាប់ផ្ដើមចេញសកម្មភាពហើយបើមិនប្រាប់ខ្ញុំនឹងរកវិធីដាក់ខ្លួនឯងម្នាក់នោះមែនទេក្របំទៅសាយតិចតបទៅដោយភាពក្លាហានបន្តមកស្រីស្អាតក៏ចង្អុលទៅកាន់រាងខ្ពស់ស្រឡះរបស់ខៀវដែលកំពុងតែឈួតធ្វើមុខស្មារដោយសមុទ្រស្ងប់ខ្យល់មើលតាមលក្ខណៈរបស់គេនាងអាចដឹងបានថាបរិះម្នាក់នេះច្បាស់ជាមិនមែនកូនចៅធម្មតារបស់អារីអានឡើយកុំទៅចិត្តគេអសោះបរិះម្នាក់នោះមិនខុសពីមនុស្សយន្តមិនចេះយោគយល់គ្រោះថ្នាក់បំផុតបើសិនជាពេលនេះកូនកំបំកូនកន្លះបានមកដល់លើវេទិកាហើយសូមស្នូតែដៃខ្លាំងមួយទៀតមកសម្លេងប្រកាសក្តាំងរបស់ពិធីករលន់ឡើងធ្វើខាសៀអត់ពាក្យនិយាយហើយប្រញាប់ងាកទៅមើលម្ចាស់ស្នេហ៍ដែលកំពុងតែឈរទន្ទឹមជាមួយគូសត្រូវរបស់គេយ៉ាងឈឺចិត្តតានាងមានត្រូវគេធ្វើបាបទេរិសាញើខ្លួនទៅត្រើតព្រោះព្យាយាមទប់ទឹកភ្នែកដែលចេះតែទៀមទាស្រក់ចុះមកមិនស្គាល់កលៈទេសៈនាងឃើញអ្នកគ្រប់គ្នា
សម្លឹងនាងភ្លឹកមិនដឹងថាគេគិតរឿងអ្វីនោះទេវាពិតជាធ្វើនាងថប់ដង្ហើមខ្លាំងណាស់រិសាប្រហែលជាមិនដឹងខ្លួនទេថាថ្ងៃនេះនាងស្អាតខ្លាំងណាស់តើបអ្នកគ្រប់គ្នាសម្លឹងនាងភ្លឹកមិនលើកលែងសូម្បីតែអារីអានរៀងស្ដាងតូចត្រណប់គួយចង់ថ្នាក់ថ្នមក្រុងរោបកូនក្រមុំវែកអូដីនឹងរចនាយ៉ាងស្រស់ស្អាតកាន់តែជួយលើកសម្រស់នៃរាងល្វត់ល្វន់របស់នាងថែមទៀតមុខតូចច្រឡឹងដែលទទួលបានអំណោយផលមកតាំងពីកំណើតត្រូវបានតុបតែងយ៉ាងស្រស់ស្អាតសឹងតែមើលមិនស្គាល់បូករួមនឹងគ្រឿងអលង្ការថ្លៃថ្លៃដែលត្រូវបំពាក់ឲ្យនាងក្រមុំទៀតនោះវាកាន់តែធ្វើឲ្យរិសាคล้ายជាទេពអប្សរដែលផុសខ្លួនកណ្ដាលចំណោមមនុស្សកែភ្នែកដ៏មុតស្រួយរបស់ប្រមុខនាងខ្មៅចៅភ្នែកផ្លេតក្រឡេកទៅឃើញខាសៀដែលកំពុងតែសម្លឹងកូនក្រមុំរបស់គេភ្លើកទៅអ្នកកំឡោះនឹកដល់ភារកិច្ចចន់ឆ្លីបេះដូងរបស់សត្រូវក៏ប្រញាប់ចូលទៅក្រសោបដៃតូចថ្នមថ្នមយ៉ាងស្និទ្ធស្នាលចំពោះមុខមនុស្សជាច្រើនអ្នករិសាភ្ញាក់ព្រឺប្រុងនឹងដកដៃចេញប៉ុន្តែគេត្រូវអ្នកកំឡោះដឹងខ្លួនហើយក្តាប់ចាប់យ៉ាងណែនព្រមទាំងញញឹមស្រស់ដាក់ស្រីស្អាតក្នុងន័យគំរាមទៅនាងក្រមុំបានតែឈរស្ងៀមព្យាយាមញញឹមទាំងបេះដូងលួចយំខាស៊ីរិសាឲ្យទៀនតិចតិចក្នុងដើមកនៅពេលដែលកាយភ្នែករបស់នាងជពាក់ទៅនឹងបរោះរូបស្អាតកំពុងតែសម្លឹងមកនាងដោយទឹកមុខបារម្ភលាលំនឹងការឈឺចាប់ឃើញគេភ្លាមនាងចង់យំផ្លេតហើយចង់ហក់ចុះពីលើវេទិកាដើម្បីទៅរកគេប្តីរបស់នាងឈរនៅទីនេះរិសាអារីអានច្បាច់ដៃតូចយ៉ាងខ្លាំងព្រមទាំងផ្អៀងខ្លួនបន្តិចទឹកសឹបដាស់តឿនស្រីស្អាតដែលសម្លេងកាយធ្វើឲ្យរិសាខ្លាចមិនហ៊ានសូម្បីតែយំថ្ងៃនេះគឺជាថ្ងៃល្អកម្រនឹងមានរបស់លោកអារីអានឈឺឈីលអ្នកទាំងអស់គ្នាច្បាស់ជាកំពុងតែគិតក្នុងចិត្តដូចជាខ្ញុំហើយមែនទេថាគូស្នេហ៍ថ្មថ្មីដែលកំពុងតែកាន់ដៃគ្នាចូលពិធីមង្គលនេះតើពួកគេស្រឡាញ់គ្នារបៀបណានឹងយូរប៉ុណ្ណាហើយពិធីក៏ចាប់ផ្ដើមបន្លឺវិចារដាក់មីក្រូហ្វូនឡានពេញភូមិគ្រឹះរបស់អ្នកកំឡោះអារីអានសំណួរដែលគេចាប់ផ្ដើមបើកឆាតដើម្បីឲ្យកម្មវិធីកាន់តែមានភាពអធិកអធមនិងសម្បូរដោយភាពរីករាយនោះពេលនេះក៏ទទួលបានការពេញចិត្តដោយមានការទះដៃកងរំពងបញ្ជាក់ថាអ្នកចូលរួមចង់ដឹងខ្លាំងណាស់ថាអារីអានឈើឈៀស្រឡាញ់កូនកំមុំរបស់គេតាំងពីពេលណាមិនបានជ្រាបការតន់ហន់យ៉ាងនេះពេលនេះយើងអញ្ជើញសូមឲ្យខ្លួនមកបោះស្រាយចម្ងល់បន្តិចទៅតោះសូមអញ្ជើញកូនកំឡោះរស់សង្ហាអារីអានឈឺឈីលស្នូទដៃចាប់ដើមលន់ឡើងម្ដងទៀតខ្ជល់ខ្ចាយបន្ទាប់ពីឃ្លាប្រយោគដកចិត្តរបស់ពិធីករសបោវោហាបានកាន់តែលឺឡើងសម្លេងអូអែអ្នកដែលនៅក្នុងពិធីក៏ចាប់ដើមប្រជែងគ្នានិយាយឡើងក្នុងន័យចង់ដឹងចង់ឮថាម៉ាហ្វៀគ្មានបេះដូងដូចជារីអាននៅឆ្លើយសំណួរនេះយ៉ាងម៉េចសួស្តីភ្ញៀវកិត្តិយសទាំងអស់គ្នាថ្ងៃនេះផ្ទះរបស់ត្រកូលឈើឈៀលពិតជាមានកិត្តិយសខ្លាំងណាស់ដែលមានវត្តមានដ៏ឧត្តមឧត្តមរបស់អស់លោកអ្នកមកចូលរួមពិធីមង្គលការរបស់ខ្ញុំនិងភរិយាសំណាប់ចិត្តអ្នកកំឡោះរស់ស្អាតមានចេតនានិយាយពាក្យផ្អែមច្បាស់ច្បាស់ព្រមទាំងក្តាប់ដៃរបស់រិសាចាប់លើកមកថាបថ្នមថ្នមបញ្ឈឺអ្នកដែលនៅក្រោមឆាកសឹងតែក្អួតឈាមការពិតស្នេហារបស់ពួកយើងគ្មានអ្វីប្លែកទេវាដូចជាស្នេហាកម្មរន្ទះឃើញភ្លាមក៏ស្រឡាញ់គ្នាភ្លេតមែនទេអូនស្រឡាញ់អារីអានពោលឡើងមួយប្រយោគទៀតបន្ទាប់មកក៏ងាកមុខមកថាថ្ពាល់កូនក្រមុំមុខសើតបាញ់ឈឺបន្លំធ្វើជាស្និទ្ធស្នាលរិសាឈួរស្ងៀមទប់ទឹកភ្នែកនាងសម្លឹងមកខាសៀដែលកំពុងតែឈឺចាប់ដោយកែភ្នែកសុំទោសចង់ស្ទុះទៅអោបគេតែក៏ធ្វើមិនបានចុះកូនក្រមុំស្រស់ស្អាតមានអីនិយាយបន្តពីស្វាមីទេប្រាប់គេទៅអូនស្រឡាញ់ថាយើងស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាម៉ាហ្វៀកំឡោះពោលឡើងដោយសម្លេងផ្អែមស្ដាប់ហើយលងចិត្តប៉ុន្តែកែភ្នែកកំណាយរបស់គេមានរស្មីគំរាមកំហែងធ្វើឲ្យនាងក្រមុំភ័យញ័រញាក់ខណៈពេលដែលអារីអានហុចមីក្រូហ្វូនមកឲ្យនាងរិសាក៏បានតែទទួលទាំងញោដៃទៅត្រឹកតែក៏គ្មានវិធីជ្រើសរើសព្រោះជីវិតប្អូនប្រុសរបស់នាងអាចរបូតបាត់បើមិនស្ដាប់សម្ដីរបស់គេវាគឺជាភាពចៃដន្យដែលកាត់ឡើងក្រោមឆ័ត្រពោសរិសាបង្ហើបវិចារថ្នមថ្នមព្រមទាំងសម្លឹងមកខាសៀដែលកំពុងតែមើលនាងដូចគ្នាកែភ្នែកស្រទន់ពេញដោយការឈឺចាប់ការនោះខ្ញុំនៅហាភ្លៀងគ្មានឆ័ត្ររងាខ្លាំងណាស់តែពេលនោះគឺគេបានយកឆ័ត្រមកទទួលឲ្យខ្ញុំជួយបាំងខ្យល់បាំងភ្លៀងព្រមទាំងដោះអាវធំក្រាស់មកដណ្ដប់ឲ្យខ្ញុំទាំងដែលខ្លួនឯងរងាញោខ្លួនបងល្អណាស់អូនក៏ចាប់ផ្ដើមស្រឡាញ់បងនៅពេលនោះមនុស្សដែលខ្វះភាពកក់ក្ដៅដូចអូនគឺបងជាអ្នករក្សាឲ្យស្គាល់អ្វីដែលហៅថាសេចក្តីសុខរិសាញញឹមតិចតិចពេលនឹកទៅដល់រូបភាពផ្អែមល្ហែមព្រមទាំងរោមបន្តិចរវាងនាងនិងខាសៀវាពិតជាមានក្តីសុខខ្លាំងណាស់តែពេលនេះគ្រប់យ៉ាងត្រូវរលាយហើយអ្នកដែលដឹងច្បាស់ពីអារម្មណ៍របស់នាងក្រមុំក្តាប់ដៃយ៉ាងណែនទប់អារម្មណ៍ឈឺព្រមទាំងញញឹមទៅកាន់នាងវិញកែភ្នែករបស់គេបញ្ជាក់ប្រាប់ថានឹងព្យាយាមយកនាងត្រឡប់មកវិញឲ្យបានអារីអាន
ច្បាច់ដៃតូចយ៉ាងណាពេញដល់កំហឹងរហូតអាចផ្ដល់ការឈឺចាប់ដៃម្ចាស់ដៃតូចមុខរបស់គេនៅតែញញឹមជានិច្ចតែក្នុងចិត្តរបស់គេកំពុងតែឆេះឆួលនាងហ៊ានណាហ៊ានរំលឹកស្នេហាចាស់ទាំងដែលកំពុងតែឈរលើវេទិកាក្នុងនាមជាកូនក្រមុំរបស់គេអូហូផ្អែមល្ហែមខ្លាំងណាស់ពេលណាទៅដល់គូនឹងគេទៅណពិធីករស្រាប់តែនឹកច្រណែនចង់បានស្នេហានឹងគេអើយពិធីករសបោវហាចាប់ផ្ដើមបន្លឺវិចារឡើងទៀតព្រមទាំងមហាចេញនូវភាពកមិចកំមើមបង្កបរិយាកាសឲ្យកាន់តែរីករាយសบายចិត្តទេកូនកំឡោះផ្អែមដល់ហើយមានអីជាកាដូជូនដល់កូនកំមុំទេស្រឡាញ់ខ្លាំងណាស់កាដូដែលនាងចង់បានគឺការរក្សានាងទុកនៅក្បែរខ្លួនមួយជីវិតមិនឲ្យឃ្លាតទៅណាទោះបីជាថ្ងៃក្រោយមានរឿងអ្វីក៏ដោយក៏មិនលេចដៃអូនដែររិសាអារីអានបន្លឺឡើងបន្តទៅវិញព្រមទាំងក្តាប់ដៃរបស់កូនកំមុំកាន់តែណែនពេលសម្ដីរបស់គេបងកប់នៃសូកសៀតដូចមុខកបិតចាក់មកចំគូស្នេហ៍ដែលត្រូវគេពង្រត់ចេញពីគ្នាអូស្លាច់បងណាស់ដឹងទេមិនមែនស្រឡាញ់ត្រឹមតែមួយថ្ងៃតែគឺស្រឡាញ់រហូតបើទោះបីជាមានរឿងអ្វីក៏ដោយអូននៅទីណាក៏ដោយតែបេះដូងរបស់អូនគឺផ្ញើចាប់នៅក្នុងទ្រូងរបស់បងគ្មានអ្នកណាអាចបំបែកយើងទេគ្មានអ្នកណាបញ្ជាអូនឲ្យឈប់ស្រឡាញ់បងឡើយរិសាប្រឹងវិចារដែលស្នាមញញឹមឈឺចាប់ទឹកភ្នែករបស់នាងស្រក់ចុះមកម៉ាត់តាមឃ្លាប្រយោគដែលនិយាយវាគឺជាសារមួយដែលបញ្ជាក់ប្រាប់ខាសៀយ៉ាងច្បាស់ថានាងនៅតែស្រឡាញ់គេគ្រប់យ៉ាងគឺគ្រាន់តែជាការបង្ខំចិត្តស្រឡាញ់រហូតបងដឹងទេទោះជាអ្នកណាក៏មិនអាចជំនួសបងដែរស្រីស្អាតងាកផ្លេតជាមួយប្រយោគចុងក្រោយសម្លឹងមុខអារីអានដែលភ័យឈឺចាប់នាងប្រាប់តាមកាយភ្នែកទៅកាន់កូនកំឡោះសាតានប្រាប់ឲ្យដឹងថានាងស្រឡាញ់ខាសៀខ្លាំងប៉ុណ្ណាធ្វើអ្នកដែលមានឈ្មោះជាស្វាមីចាប់ដើមញ័រដៃសឹងតែកំទេចពិភពលោកចោលគេកំពុងតែរងការប្រមាថតាមរយៈកាយភ្នែករបស់ស្រីម្នាក់នេះហើយផ្អែមដូចជាទឹកឃ្មុំខែប្រាំងមិនអសូរចិត្តអ្នកគ្មានគូសោះតោះក៏មកខាត់ពេលវេលាយូរកូនកំឡោះឆាប់មកពេលជាដល់កូនកំបងភ្លាមទៅពិធីករចាប់ដើមពោលឡើងព្រមទាំងស្រែកហូរកញ្ជ្រៀវធ្វើឲ្យអ្នកដែលនៅក្រោមឆាកស្រែកទៅតាមដៃយ៉ាងកងរំពងមិនស្មានទេថាអារីអានឈើឈៀលចាប់ឈ្មោះជាមនុស្សគ្មានបេះដូងរហូតមកបែរជាមានស្នេហាផ្អែមល្ហែមយ៉ាងនេះទេលីឆាតពោលឡើងដោយភ្នែកផ្ដោតទៅលើវេទិកាទាំងដៃក្រាស់ទះមិនឈប់ដើម្បីអបអរផ្អែមដោយស្ករខ្លោចអ្នកប្រុសចង់មានន័យថាម៉េចយើងកំពុងតែស្មានដឹងដល់លខោនឈុតថ្មីរបស់មេបនិកខ្មែរហើយមនុស្សដូចជាគេមិនមែនធ្វើរឿងអីដល់ងាយស្រាប់ហើយរៀបការវាដូចជាងាយពេកហើយនិកខីវ៉េតបទៅជំនួយការសំណប់វិញជាមួយស្នាមញញឹមចុងមាត់គេនឹងចាំមើលថាមានអ្វីកាត់ឡើងបន្តលខោននេះអ្នកកំឡោះមិនតបតែក៏ប្រើកាយភ្នែកមុតស្រួយរបស់គេសម្លឹងទៅលើវេទិកាដែលមានកូនក្រមុំយ៉ាងស្រស់ស្អាតកំពុងតែញញឹមដោយទឹកមុខស្ងប់ស្ងួតមនុស្សវ័យឆ្លាតដូចជាគេប្រើតែកន្ទុយភ្នែកសម្លឹងក៏អាចដឹងពីការពិតឬខ្លាចបន្លំដែររិសាកវាខ្សែភ្នែកដែលមានពលឺសោកសៅរបស់នាងទៅជុំវិញខ្លួនឃើញមនុស្សជាច្រើនអ្នកកំពុងតែសម្លឹងមកនាងមកដាក់ភ្នែករហូតធ្វើស្រីស្អាតកាត់មានអារម្មណ៍ថាតានតឹងនៅកណ្ដាលចំណោមមនុស្សជាច្រើនអ្នករៀងស្ដាងត្រូវឈរលើឆាកធំដែលរៀបចំឡើងយ៉ាងស្រស់ស្អាតនិងថ្លៃថ្នូរនាងខ្លាចជាចំណែកភ្នែករបស់អ្នករាល់គ្នានៅពេលដែលស្រីស្រស់ឈរនៅលើដំតែងជាអ្នកស្រីឈើឈៀលតែនោះមិនមែនជាអ្វីដែលនាងត្រូវការនោះទេរៀងស្ដាងភ្ញាក់ខ្លួនព្រើតនៅពេលដែលត្រូវគេទាញទៅប្រជុំបេះដូងរបស់ស្រីស្អាតលោតព្រោះតែភាពឈឺចាប់និងភ័យខ្លាចកាយភ្នែករបស់អ្នកដែលមានឈ្មោះថាជាកូនកំឡោះរបស់នាងកំពុងតែសម្លឹងមកនាងមិនដាក់ភ្នែកទាំងដៃរបស់គេមានកាន់ចិញ្ចៀនពេជ្រមួយវងយ៉ាងស្រស់ស្អាតដេញពន្លឺព្រាកព្រាកចាំងសឹងខ្វាក់ភ្នែកគ្រាន់តែឃើញក៏ដឹងថាវាមានតម្លៃខ្លាំងណាស់ហើយមនុស្សក្ររហាមដូចជានាងមិនអាចមានសមត្ថភាពទៅទិញវាមកធ្វើជាកម្មសិទ្ធិទេបងពេជ្រជាឲ្យណាអារីអានចាប់ដៃតូចស្រលូនស្អាតរបស់រិសាថ្នមនិងពេញដោយភាពកក់ក្ដៅប្រសិនបើនាងមិនមែនស្ថិតនៅក្នុងស្ថានភាពដែលគេចាប់បង្ខំឲ្យរៀបការទេនាងនឹងស្មានថាបរិះដែលឈរនៅពីមុខនាងនេះគឺជាកូនកំឡោះកំពូលល្អទន់ភ្លន់និងសុភាពមិនបងអង្គពេលយូអារីអានប្រញាប់យកចិញ្ចៀនរៀបការមកសូកលើម្រាមដៃតូចបន្លាក្រូចរបស់រិសាភ្លាមកាយភ្នែករបស់គេផ្ដោតមកមុខតូចរបស់កូនក្រមុំព្រមទាំងរុញចិញ្ចៀនសន្សឹមលើម្រាមដៃតូចក្នុងកាយភ្នែករបស់គេឃើញទឹកភ្នែករបស់នាងស្រក់ចុះមកដោយភាពឈឺចាប់បបោមាត់របស់នាងញើសទៅត្រើតព្រោះទប់សម្លេងយំមើលទៅហាក់ដូចជាវេទនាខ្លាំងណាស់ក្នុងការធ្វើជាកូនក្រមុំរបស់គេកាន់តែគិតកាន់តែខឹងម្រាមដៃតូចរបស់រិសាប្រើមកជាមានការប្រឆាំងបន្តិចមិនព្រមឲ្យគេសូកចិញ្ចៀនឲ្យដល់គល់ម្រាមដៃធ្វើឲ្យអ្នកម្ខាងទៀតបើកភ្នែកដែលមានពន្លឺកំណាចសម្លឹងមកនាងដោយខឹងសម្បាព្រមទាំងច្បាច់ដៃរបស់នាងរៀងខ្លាំងបន្តិចជាការប្រមានរិសាខាមាត់រួចងាកក្រោយមកញញឹមដាក់ខាសៀបន្តិចទៅឈប់ប្រឆាំងឲ្យគេបំពាក់ចិញ្ចៀនលើម្រាមដៃរបស់នាងទាំងឈឺចាប់ព្រោះគ្មានសិទ្ធិប្រឆាំងស្នាមញញឹមដាក់បាត់បាំងទឹកភ្នែករបស់នាង
បានចាក់បេះដូងរបស់ខាសៀឲ្យរងរបួសយ៉ាងធ្ងន់គេឈឺខ្លាំងណាស់ពេលដែលឃើញពីភាពឈឺផ្សារបស់មនុស្សស្រីដែលគេស្រឡាញ់រិសាបងសុំទោសសម្លេងហូរកញ្ជ្រៀវលន់ឡើងធ្វើឲ្យរិសាកាន់តែឈឺចាប់ទៅទឹកភ្នែកមួយដំណក់ដែលខាត់មិនចាប់ស្រក់ចុះមកនៅចំពោះមុខកូនកំឡោះរូបស្អាតធ្វើឲ្យគេខឹងយ៉ាងខ្លាំងតែក៏ព្យាយាមទប់ចិត្តសម្ដែងធ្វើដូចធម្មតាមិនមានរឿងអ្វីកើតឡើងហើយក៏ទាញរិសាចូលមកចិត្តព្រមទាំងថាបបោមាត់របស់នាងថ្នមនាងក្រមុំចង់ច្រានគេចាញ់តែក៏មិនហ៊ានព្រោះបេះដូងកំពុងតែចាប់គំនាបមិនអាចរើបំរាស់បានពិតជាផ្អែមល្ហែមមែនពិធីករស្រែកកងរពងដោយយកដបងមកវាចំរាងកាយរបស់ខាសៀឲ្យឈឺចាប់ខ្លាំងណាស់នៅកំឡោះមិនអាចត្រាំមើលប្រុសដទៃមកធ្វើបាបសំណប់ចិត្តគេបានទេក៏ប្រញាប់ស្ទុះឡើងទៅកាន់វេទិកាភ្លាមរកតែវ៉ានីឡាខាត់មិនតាន់អាចង្រៃស្របជាមួយនឹងពាក្យចេអារីអានក៏ត្រូវគេដាល់មួយដៃយ៉ាងខ្លាំងក្រោយពេលដែលគោកំបំដែលនៅក្នុងរង្វង់ដៃត្រូវគេឆក់ចេញពីទ្រូងទៅអោកាសាប់មានរឿងអីហ្នឹងមែនហើយមានរឿងអីហ្នឹងហ៎នោះគឺមេបាក់ខ្លះសតមានរឿងអីចេះភ្ញៀវជាច្រើនអ្នកចាប់ផ្ដើមបញ្ចេញសំណួរមកអ៊ូអែព្រមទាំងសម្លឹងទៅមើលលើឆាកធំដែលជាកន្លែងកាត់ហេតុលខោនលេងហើយនិកពោឡើងដោយមុខស្មើចាំឲ្យអេវ៉ានីឡាដឹងដល់ភាពគ្រោះថ្នាក់ដែលនឹងកាត់ឡើងចំពោះខាសៀដែលចាត់ក្តៅស្ទុះទៅចាប់គោកំមុំរបស់គេនៅកណ្ដាលចំណោមគេច្បាស់ជាត្រូវឡំពាត់ដោយមនុស្សរបស់អារីអានមិនខានទេនាងក្រមុំស្ទុះវឹងទៅកាន់ចណ្ដាលដែលរៀបសម្រាប់ឡើងវេទិកាផ្លេតព្រមទាំងហូតយកប្រអប់ក្រដាស់មួយយ៉ាងចេញពីកាបូស្ពីរបស់នាងចេញមកភ្លាមព្រមទាំងបាក់គម្រប់រួចជាស្រេចកាយភ្នែកពេញដោយពលឺនៃភាពរឹងមាំរបស់នាងឃើញខៀលនិងមនុស្សមួយក្រុមកំពុងតែស្ទុះទៅរកខាសៀទៅនាងក្រមុំចាំបាច់រារាំងមិនឲ្យគេឡើងទៅខាងលើបាននេះណែក្រមុំទៅស្រស់រលាស់ប្រអប់ក្រដាស់នោះដាក់លើខ្លួនរបស់បុរសឈុតខ្មៅយ៉ាងមានចេតនានោះគឺជាម្សៅរមាស់ដែលគ្រាន់តែប៉ះភ្លាមក៏មានប្រសិទ្ធភាពភ្លាមដែរទៅស្រីស្អាតប្រញាប់ជះដាក់អ្នកគ្រប់គ្នាហើយរត់ឡើងខាងលើភ្លាមបានស្ថានភាពគ្រប់គ្រងលេខបានហើយនាងក៏ចាប់ផ្ដើមលេងឆៅតែម្ដងទៅអ៊ុយរបស់ខ្លាំងណាស់របស់ខ្លាំងណាស់របស់ខ្លាំងណាស់ស្អីគេហ្នឹងក្រុមបរិសុទ្ធខ្មៅដែររងម្សៅរមាស់ចាប់ផ្ដើមនាំគ្នាប្រញាយអេសរៀងខ្លួនក្នុងនោះក៏មានខៀលអាការីនម្នាក់ដែរអ្នកកំឡោះក្រឡេកផ្លេតទៅរករៀងស្ដាងដែលស្រាប់តែបង្កចលាចលផ្លេតដោយទឹកមុខស្មាតដូចដើមនៅពេលដែលឃើញនាងស្ទុះរត់ទៅទៅអ្នកកំឡោះដេញតាមភ្លាមឈប់ងាប់ហ៎រៀងស្ដាងគិតក្នុងចិត្តហើយក៏រត់បន្តប៊ុំសំឡេងផ្ទុះមួយឡានឡើងយ៉ាងខ្លាំងបន្ទាប់មកផ្សែងពណ៌សហុយត្រឡោមឡើងទៅលើអាកាសវេទិកាដែលត្រូវបានតុបតែងយ៉ាងស្រស់ស្អាតពេលនេះក៏ប្រែជាបាត់បងសភាពដើមផ្ការំយោលលំអក៏ស្រាប់តែធ្លាក់ចុះមកក្រោមខ្ទេចខ្ទីរញ៉េរញ៉ៃហួសពីកាស្មានបន្ទាប់ពីដឹងដល់ភាពខុសប្រក្រតីអូនមិនអីទេកុំភ័យបោកនៅទីនេះហើយអូនមិនអីទេប៊ុំសំឡេងផ្ទុះនៅតែបន្តបន្លឺឡើងមិនឈប់ឈរហើយក៏លន់ខ្លាំងដូចជាការផ្ទុះក្របបែកឆាកធំដែលអ្នកគ្រប់គ្នាកំពុងតែឈរក៏ផ្ទុះឡើងបែកប្រេះឈរសឹងតែមិននឹងអារីអានក្រោកឡើងព្រមទាំងយកដៃរងកំតិចកំទីដែលផ្ទុះឡើងមិនឈប់តាមដោយផ្សែងពណ៌សជាច្រើនហោះឡើងធ្វើឲ្យគ្រប់យ៉ាងសឹងតែคล้ายមកជាពិភពនៃអាប់មានរឿងអីទៀតហើយផ្ទុះស្អីហ្នឹងមានរឿងអីខាសៀបងក៏មិនដឹងដែរតែបងនឹងកាពីអូនខាសៀអាប់រៀងស្ដាងយ៉ាងណាព្យាយាមយកខ្លួនរងកំតិចកំទីគ្រប់យ៉ាងមិនឲ្យនាងក្រមុំរបួសបើទោះជាផ្ទុះមិនដឹងហេតុនេះគ្រាន់តែជាការគំរាមដោយសម្លេងមិនមានឥទ្ធិពលក៏ដោយណ៎ណាឲ្យឯងមកเอาប្រពន្ធរបស់យើងអារីអានក្តៅឈើស្ទុះផ្លេតទៅឆក់រិសាយកបង្វិញបន្ទាប់មកក៏ផ្ញើកណ្ដាប់ដៃជូនខាសៀវិញកុំឲ្យចាញ់ចិត្តណ៎ណាឲ្យគេប្រហិនយ៉ាងនេះរាងក្រាស់មុំរបស់មេប៉ាក់ខ្លាសក៏ដួលទៅចំហវិញម្ដងខាសៀរិសានិងវ៉ានីឡាស្រែកឡើងព្រមគ្នាដោយក្តីរន្ធត់បន្ទាប់ពីឃើញអ្នកកំឡោះរូបស្អាតត្រូវគេដាល់រហូតផ្ងាជើងវ៉ានីឡាស្ទុះវឹងទៅរកអ្នកកំឡោះប៉ុន្តែដៃតូចរបស់នាងក៏ត្រូវនរណាម្នាក់ទាញយ៉ាងខ្លាំងឲ្យត្រឡប់ទៅវិញហើយម្នាក់នោះគឺខៀលនោះអីលេងដៃខ្ញុំមនុស្សបកកចលាចលអារីអានលេងដៃខ្ញុំទៅមនុស្សអាក្រក់រិសាក៏ត្រាក់ដៃចេញពីស្វាមីស្ទុះវឹងរកមកចាក់បេះដូងពិតប្រកបព្រមទាំងត្រកងគេឡើងភ្លាមខាសៀបងយ៉ាងម៉េចហីទៅជាមួយបងខាសៀស្ទុះក្រាក់ឡើងបន្ទាប់មកក៏អូសដៃនាងក្របំចុះមកក្រោមភ្លាមនៅពេលអារីអានរួចរះប្រុងមកឆក់រីសាទៅវិញអ្នកកំឡោះក៏ដកកំភ្លើងពីចង្កេះទៅបាញ់អំពូលរំយោលដ៏ធំសម្រាប់លំអឲ្យធ្លាក់ចុះមករឿងផ្លូវម្ចាស់ប៉ាក់នៀកខ្មៅដល់កំណាច់ភ្លាមដែរកុំឲ្យគេចេញពីទីនេះបានអីសោះអារីអានស្រែកបជាទាំងខឹងសមាបន្ទាប់មកក៏ផ្លោះចុះពីវេទិកាមកក្រោមមិនចាប់បាច់ប្រើចណ្ដានាំទៅហត់ឲ្យប្រញាប់ដេញតាមចាប់ចោលលួចកូនក្រមុំភ្លាម
ពិធីមង្គលការរបស់អារីអានខ្លាយមកជារឿងវឹកវរបំផុតដែលមិនធ្លាប់មានក្របបែកខ្លាំងខ្លាយផ្ទុះគោក្រមុំត្រូវគេឆក់រួមទាំងគោកំឡោះត្រូវគេដាល់ទៀតដែលសំខាន់អ្នកដែលតាំងខ្លួនជាចៅឆក់គោក្រមុំគឺជាមេបកខ្លាសដែលជាសត្រូវរបស់អារីអានឈើឈៀលទៀតវងវែងតែម្ដងខាស៊ីចុះវ៉ានីឡារីសាងសួរឡើងដោយការបារម្ភពេញបន្ទុកព្រោះមុននេះនាងក៏បានឃើញវ៉ានីឡាមកជាមួយគ្នាដែរបើទីទៀតកូនចៅបងរបស់នាងយកមកវិញហើយ